Nơi trong Phnom Penhធ្វើការស្អីដែរធ្វើការស្អីទៅ ជាមួយអង្គការពួកវាសប្បាយរីករាយជានិច្ចមិត្តឯងយំឬមិត្តឯងមានកម្លាំងស្រែកយំបានមានន័យថាមិត្តមិនទាន់បញ្ចេញកម្លាំងធ្វើការឲ្យអស់នៅឡើយមិត្តឯងមិនទាន់មើងម៉ាត់នៅក្នុងពលកម្មនិងកែប្រែស្ទះអារម្មណ៍នៅឡើយទេពួកមីកំចិលម៉ាក់ខ្ញុំសូមដឹងគុណចំពោះអង្គការដែលបានហាមហាញឲ្យខ្ញុំឃើញនៅក៏ខ្វះខាតដើម្បីឲ្យខ្ញុំកែប្រែខ្លួនខ្លាចជាមនុស្សល្អឡើងវិញនិងសូមសេចក្តីប្រណីរបស់អង្គការមហាភ្លឺស្វាងមហាមើងម៉ាក់មហាភ្លឺស្វាងមហាអស្ចារ្យចាញ់ទៅភ្លាមមិត្តណាវាសនាចរិតចាខ្ញុំអង្គការហៅមិត្តទៅប្រជុំចាទៅឥឡូវនេះឬទៅភ្លាមឥឡូវហ្នឹងអូនបងស្គមស្គាំងបែបនេះប្រហែលជាកូនរបស់យើងមើលបងមិនស្គាល់ទេបងបានជួបកូនយើងហើយបងបានសួរវាថាតើស្គាល់ជាអ្នកណាដែរ
កូនធំធ្វើងាយងើស្រាប់តែកូនតូចឆ្លើយថានេះគឺអង្គការ ខ្ញុំសួរគាត់ថាតើអង្គការជាអ្វីទៅជានរណាខ្លះឬជានរណាម្នាក់ទៅគាត់ពុំព្រមឆ្លើយនឹងសំណួរទាំងនេះទេខ្ញុំសួរគាត់ថាតើបងធ្វើកន្លែងណាធ្វើការអ្វីទៅគាត់បានរំលឹកមកខ្ញុំម្ដងទៀតថាលក្ខការបដិវត្តគឺជាកត្តាកម្រិតជ័យជំនះរបស់យើងនារយៈកាលកន្លងមកនេះហើយខ្ញុំនិយាយអស់ពីចិត្តពីថ្លើមសេចក្តីបាត់សង្ឃឹមរបស់ខ្ញុំចំពោះបដិវត្តកម្ពុជាជាក់ស្ដែងគឺអ្វីៗដែលកើតឡើងនៅក្រុងភ្នំពេញនិងនៅមូលដ្ឋាននេះធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលពន់ពេកជាព្រឹត្តិការណ៍មួយដែលមិនអាចយល់បានរឿងហេតុព្រៃផ្សេងបែបនេះកើតឡើងរៀងរាល់ថ្ងៃរាល់យប់រាល់ម៉ោងរាល់នាទីរាល់វិនាទីតើហេតុដែលបានជាអញ្ចឹងចុះបងផ្ដាំឲ្យម្ដាយកូនត្រឡប់មកវិញដើម្បីអ្វីទៅពេលនៅទីនេះគ្រួសារនៅរស់បែកផ្នែកគ្នាមនុស្សម្នាក់ប្រែคล้ายជាមនុស្សកោថ្លង់ភ័យខ្លាចគ្មានស្រាក់ស្រានចំពោះសេចក្តីស្លាប់ហេតុម៉េចបានជាអញ្ចឹងគាត់និយាយអំពីចលនាបដិវត្តន៍របស់កម្ពុជាភាពអស្ចារ្យភាពដាច់ខាតរបស់ចលនានេះប្រសិនបើប្រៀបធៀបជាមួយចលនាបដិវត្តន៍នានាលើពិភពលោកនិងនៅក្នុងប្រវត្តិសាស្ត្រគាត់គូបញ្ជាក់ថារាល់បញ្ហាចម្លែកដែលមិនអាចយល់បាននេះស្ថិតនៅត្រង់បណ្ដាសកម្មភាពវាសម្រុកហួសហេតុតក់ក្រហល់គឺចង់ធ្វើឲ្យបុព្វហេតុកសាងសង្គមនិយមរីកចម្រើនឆាប់រហ័សហេតុនេះហើយយុវជនមួយចំនួនភ័ន្តច្រឡំអនុវត្តតឹងតែងហួសប្រមាណឬក៏អាចថាគេទាំងនោះមិនទាន់យល់អ្វីទាំងអស់នឹងត្រូវបានកែប្រែឡើងវិញម្នាក់ត្រូវអត់ធ្មត់ត្រូវតែជឿជាក់ដាច់ខាតចំពោះបដិវត្តន៍ចំពោះអង្គការគាត់បានធានាចំពោះបញ្ហាទាំងនេះគាត់និយាយថានៅមូលដ្ឋាននេះចំពោះអ្នកដែលធ្លាប់រស់នៅទីក្រុងជីវភាពអាចជួបប្រទះការលំបាកហើយប៉ុន្តែបដិវត្តន៍ប្រយុទ្ធដណ្ដើមបានជ័យជំនះលើពួកចក្រពត្តិដ៏សែនគ្រោះថ្នាក់និងដ៏សែនសាហាវបំផុតនេះដោយសារបាតដៃទទេតែប៉ុណ្ណោះអូននឹងទេគ្មានស្រូវអង្គគ្មានថ្នាំពេទ្យបណ្ដាយុទ្ធជនបដិវត្តន៍រស់ដោយសារតែស្លឹកឈើជួបប្រទះការលំបាករាប់រយចម្ពោះក្នុងពេលនោះពួករស់នៅទីក្រុងរស់ដោយរបៀបណាធ្វើអ្វីខ្លះពួកនោះរស់ដោយសុខដុមគ្រប់គ្រាន់ប៉ុន្តែពួកនោះបានអោបបាតជើងពួកចក្រពត្តិមូលធនសក្តិភូមិលោកប្រទេសជាតិបំផ្លាញប្រជាជនពួកនេះត្រូវតែដឹងគុណអង្គការដែលបានបញ្ចេញកម្លាំងអប់រំយើងឲ្យចេះអធនចេះរស់នៅតាមរបៀបសាមញ្ញមានសេរីភាពគ្រប់គ្រាន់របស់ជនបដិវត្តន៍ជាកិត្តិយសធំធេងហើយដែលបានអង្គការទទួលឲ្យមករស់នៅមូលដ្ឋាននេះនិងជាសំណាងមួយដ៏ល្អដែលមិនអាចកាត់ថ្លៃបានព្រោះប្រជាជននៅទីក្រុងត្រូវបានផ្ដល់នៅរបៀបរបបរស់នៅថ្មីមួយដែលមានតម្លៃហើយសមស្របត្រឹមត្រូវបំផុតពេលដែលម្នាក់ត្រូវការរស់ដោយស្លៀកពាក់ខោអាវមួយបន្លាស់ហូបល្មមតែឆ្អែត